ត្រីដាក់សិនភ្លឹបវាទៅណៃទៅហើយអូចូលទៅលើវិញបងប្អូនត្រីធម្មជាតិត្រីធម្មជាតិណាកន្លែងនោះស្ទូចបានតែត្រីវាអត់ចេញទេបងប្អូនឲ្យดูបងប្អូននឹងទិញនំប៉័ងមកហើយនេះនេះនំប៉័ងមកដាក់ទៅអានេះមួយអូហូបាទនេះcác bạn nàyមនុស្សច្រើនត្រីអត់សូវច្រើនដូចថ្ងៃខ្ញុំទៅមុននេះថ្ងៃខ្ញុំទៅមុនហ្នឹងត្រីច្រើននេះត្រីច្រើនដែរនេះបោះនំប៉័ងទៅទៀតហើយថ្ងៃទី25អូដល់អូត្រីនៅចិត្តខ្លួនខ្ញុំនេះដល់ហើយនេះបន្លែធម្មជាតិបងប្អូននេះតាមមកស្ទូចបានចាំខ្ញុំទៅតាមមកទៅមើលអ្នកស្ទូចខាងនោះតែត្រីអត់ចេញទេត្រីនៅនេះហ្នឹងមួយ7គីឡូ10គីឡូ11គីឡូទាំងអស់នេះបងប្អូន